บองปอนว่าគ្នានៅពេលដែលខ្ញុំបានឃើញវីដេអូនេះហើយគឺខ្ញុំសឹងតែពាក្យនិយាយមិនចេញតែម្ដងនៅចំពោះមុខកូនហ៊ានប្រើហិង្សាវាតបគ្នាបែបហ្នឹងជាទៅវាពិតជាគួរឲ្យសង្វេគមែនតើគឺសង្វេគខ្លាំងមែនតើតែម្ដងប្រសិនបើយើងអស់ចិត្តជាមួយគ្នាហើយយើងចែកផ្លូវគ្នាដើររៀងៗខ្លួនទៅយើងសាងអនាគតថ្មីរៀងៗខ្លួនទៅចាំបាច់អីយើងប្រើហិង្សាដល់ថ្នាក់ហ្នឹងសម្រាប់បងប្អូនអំពូមីងទាំងអស់គ្នាដែលកំពុងតែប្រព្រឹត្តអំពើបែបហ្នឹងដោយទៅក្នុងវីដេអូហ្នឹងខ្ញុំសង្ឃឹមថាគួរតែមានការពិចារណាឡើងវិញនេះគឺជាអំពើខុសច្បាប់បើនិយាយទៅគឺច្បាប់ព្រហ្មទណ្ឌធ្ងន់ធ្ងរមែនតើមិនមែនលេងសើចនោះទេបើតាមខ្ញុំចាំមិនច្រឡំនោះទេគ្រាន់តែមានរបួសស្នាមមានស្នាមជាំឬក៏យើងវាយដំបែកមាត់រហូតទៅធ្វើឲ្យមានរបួសស្នាមធ្ងន់ធ្ងររវាងភាគីម្ខាងទៅម្ខាងទៀតហ្នឹងគឺអាចមានទោសពី2ឆ្នាំរហូតដល់5ឆ្នាំឯណោះហើយប្រសិនបើឈានទៅដល់ពិការភាពឬក៏ធ្វើឲ្យភាគីម្ខាងទៀតហ្នឹងបាត់បង់អវយវៈឬក៏មិនអាចធ្វើការងាររយៈពេលវែងរយៈពេលយូរអីហ្នឹងគឺអាចជាប់ទោសពី5ឆ្នាំរហូតដល់10ឆ្នាំហើយប្រសិនបើឈានរហូតទៅដល់សម្លាប់មានថារហូតទៅដល់ស្លាប់ហ្នឹងគឺទោសទ្វេដងទៀតមិនមែនជារឿងលេងនោះទេនិយាយទៅខ្ញុំមិនមែនជាអ្នកច្បាប់នោះទេក៏ប៉ុន្តែខ្ញុំធ្លាប់បានអានចំត្រង់ចំណុចមួយហ្នឹងហើយខ្ញុំក៏ចង់ចែករំលែកទៅកាន់បងប្អូនទាំងគ្នាឲ្យមានការប្រុងប្រយ័ត្នមែនទែនហើយឲ្យមានការគិតគូរមែនទែនដល់ចំណុចមួយហ្នឹងកុំឲ្យមានការធ្វើប្រហែសបង្ករឿងមួយនេះកើតឡើងសោះដូចនៅក្នុងវីដេអូនេះអញ្ចឹងវីដេអូនេះដែរខ្ញុំសង្ឃឹមបងប្អូនទាំងគ្នាជួយចែករំលែកឲ្យបានច្រើនទាំងគ្នាឲ្យបានទៅដល់បងប្អូនជាច្រើនដែលពួកគាត់កំពុងតែធ្វើអំពើទាំងអស់នេះឲ្យពួកគាត់មានការភ្ញាក់ខ្លួនឡើងកុំឲ្យគាត់ធ្វើអំពើទាំងអស់នេះបន្តទៀត